ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជីឆ្លងកាត់ផ្លូវជាតិលេខ6ក៏ឃើញស្លាកចូលផ្លូវទឹកពលានហោះថ្មីដោយសារតែបានទៅចុះនៅពលានហោះថ្មីក្នុងខេត្តសៀមរាបចឹងហើយខ្ញុំក៏ជីទៅមើលពលានហោះថ្មីថាស្អាតប៉ុណ្ណាប៉ុន្តែមើលពីខាងក្រៅទេបងប្អូនហើយបានចូលទៅខាងក្នុងទេមើលតាមផ្លូវធ្វើដំណើរទៅគឺផ្លូវគេធ្វើស្អាតល្អហើយមានភ្លើងសងខាងទៀតចម្ងាយពីផ្លូវជាតិលេខ6ទៅ24គីឡូគេដាក់នៅលើស្លាកខាងច្រកចូលឥឡូវយើងជិះម្ដងវងមូលមកពលានយើងឃើញមានច្រកចូលដែលមានរថយន្តជិះចូលទៅខាងក្នុងពលានហោះហ្នឹងពលានហោះនៅស្ងាត់នៅឡើយទេអត់ទាន់មានការចរាចរណ៍ចេញចូលច្រើនមិនមានអ្នកខ្លាំងទេហើយនៅមួយខាងទៀតគឺជាច្រកចេញនៃពលានយន្តហោះដែលឃើញទំនប់ហ្នឹងខាងច្រកចេញនេះហើយចំពោះពលានយន្តហោះហ្នឹងផងដែរមានទេសភាពស្រស់ស្អាតពីខាងក្រៅខាងក្នុងមិនទាន់បានឃើញទេខាងមុខមូលហ្នឹងគេដាក់ថាសៀមរាបអង្គរ International Airport ចាមកពីចម្ងាយទៅគឺបែបហ្នឹងគឺទេសភាពហើយនឹងចលអាកាសគឺស្រស់ស្អាតអត់មិនមានញឹកដូចខាងពោធិ៍ចិនតុងនៅខាងភ្នំពេញទេចាឥឡូវយើងចាប់ផ្ដើមត្រឡប់ទៅវិញហើយព្រោះយើងអត់បានចូលទៅមើលខាងក្នុងទេចាំមានឱកាសក្រោយជិះយន្តហោះចុះខាងសៀមរាបយើងទៅនៅប្រទេសថ្មីម្ដងចា